បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនមានប្រផ្នូលក្តៅមុខជូនពុកម៉ែបងប្អូនសំណប់ដូចតទៅបាទប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលក្តៅមុខចាប់ពីម៉ោង1យប់ដល់ម៉ោង3យប់នោះបើក្តៅមុខទំនីទីថានឹងមានសេចក្តីសុខសប្បាយហើយនឹងមានចំណេញប្រកាសទៀតផងទី2បើសិនជាពុកម៉ែបងប្អូនមានប្រផ្នូលថាក្តៅមុខចាប់ពីម៉ោង3យប់ដល់ម៉ោង5ជិតភ្លឺបើមានក្តៅមុខនោះទំនីទីថានឹងមានការព្រួយចិត្តពិបាកចិត្តមកដល់ជាមិនខានទី3បើសិនជាពុកម៉ែបងប្អូនមានប្រផ្នូលថាក្តៅមុខចាប់ពីម៉ោង5ជិតភ្លឺដល់ម៉ោង7ព្រឹកបើមានអាការៈក្តៅមុខនោះទំនីទីថានឹងមានភ្ញៀវមកពីចម្ងាយមករកសួរខ្លួនហើយជួបជុំគ្នាបានសប្បាយក្រៃលែងទី4ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាក្តៅមុខចាប់ពីម៉ោង7ព្រឹកដល់ម៉ោង9ព្រឹកនោះទំនីទីថានឹងមានអាហារបរិភោគយ៉ាងឆ្ងាញ់ហើយនឹងមានមិត្តភ័ក្តិមករកខ្លួនទៀតផងទី5ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាក្តៅមុខចាប់ពីម៉ោង9ព្រឹករហូតដល់ម៉ោង11ថ្ងៃត្រង់បើក្តៅមុខនោះទំនីទីថានឹងមានភ្ញៀវមកពីស្រុកឆ្ងាយមករកអ្នកហើយបានជួបជុំគ្នាសប្បាយប្រសើរផងទី6ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាក្តៅមុខចាប់ពីម៉ោង11ថ្ងៃត្រង់ដល់ម៉ោង1រសៀលនោះទំនីទីថានឹងមានមនុស្សមានការជាចាំបាច់មករកខ្លួនហើយជួបគ្នានិយាយបានសម្រេចយ៉ាងប្រសើរផងទី7បើសិនជាពុកម៉ែបងប្អូនមានប្រផ្នូលថាក្តៅមុខចាប់ពីម៉ោង1រសៀលដល់ម៉ោង3ល្ងាចនោះទំនីទីថានឹងមានបងប្អូនសាច់ឈាមលោហិតរកខ្លួនហើយបានជួបជុំគ្នាយ៉ាងសប្បាយផងដែរទី8ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាក្តៅមុខចាប់ពីម៉ោង3ល្ងាចទៅដល់ម៉ោង5ល្ងាចនោះទំនីទីថានឹងមានការឆ្លុះប្រកែកគ្នារកខុសរកត្រូវជាមួយនឹងគ្នាជាមិនខានឡើយទី9ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាក្តៅមុខចាប់ពីម៉ោង5ល្ងាចទៅដល់ម៉ោង7យប់នោះទំនីទីថានឹងមានមនុស្សអ្នកធំមកពីចម្ងាយមករកជួបនឹងអ្នកហើយឲ្យលៀបយ៉ាងប្រសើរជាមិនខានទី10ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាក្តៅមុខចាប់ពីម៉ោង7យប់ដល់ម៉ោង9យប់នោះទំនីទីថានឹងមានមនុស្សមកពីស្រុកឆ្ងាយមកជួបជុំនឹងអ្នកហើយឲ្យលៀបជាទីកប់ចិត្តដល់ខ្លួនអ្នកជាមិនខានឡើយទី11ប្រសិនជាពុកម៉ែបងប្អូនមានប្រផ្នូលក្តៅមុខចាប់ពីម៉ោង9យប់ដល់ម៉ោង11យប់នោះទំនីទីថានឹងបានស្រាទទួលទានដោយមានគេមកជូនដល់ផ្ទះ12ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលក្តៅមុខចាប់ពីម៉ោង11យប់អត្រិតទៅដល់ម៉ោង1យប់អត្រិតនោះទំនីទីថានឹងមានគេចោទប្រកាន់អំពីបទអ្វីមួយហើយថានឹងមានការឆ្លោះទាស់ទែងនឹងគ្នាទៀតផងបាទតើតើនឹងពុកម៉ែបងប្អូនមានប្រផ្នូលក្តៅមុខខ្ញុំបានបកស្រាយពីដើមរហូតដល់ចប់តើតើនឹងស្គាល់សម្គាល់ក៏មានលក្ខណៈខុសពីតម្រាខ្លះៗដែរតាមអាស្រ័យពុកម៉ែបងប្អូនចំណាំរៀងៗខ្លួនផងដែរបាទតើតើនឹងប្រផ្នូលក្តៅមុខនេះខ្ញុំបានបកស្រាយពីដើមរហូតដល់ចប់ចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្ដាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាបាទសូមអរគុណ